សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី56ទេសភាពវាលស្រែនៅរដូវវស្សាអំណានឥឡូវកូនកុំឲ្យខាត់ពេលយូរកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូ ឥឡូវកូនទាំងអស់គ្នាមកពិនិត្យមើលរូបភាពទេសភាពនៅរដូវវស្សាបាទនេះគឺជារូបភាពទេសភាពនៅរដូវវស្សាបាទអញ្ចឹងទេដើម្បីកុំឲ្យខាត់ពេលយូរនោះកូនទាំងអស់គ្នាមកធ្វើការអាននៅអត្ថបទអំណានរបស់យើងជាមួយលោកគ្រូតោះចាប់ផ្ដើមនៅរដូវវស្សាវាលស្រែមានពណ៌ខៀវស្រងាត់សន្ទូងបែកគុំដុះតជាប់គ្នាឆ្ងាយដាច់កន់ទុយភ្នែកហាក់ដូចជាកំរាលព្រំពណ៌បៃតងពេលខ្យល់បក់ស្លឹកស្រូវញ័ររំជួយទទន់អោនងើបប្រៀបបាននឹងទឹករលករលេញក្នុងបឹងមួយដ៏ធំលើផ្ទៃមេឃមានកុកក្រសារនាលក្រៀលហើរទទះស្លាបទាំងវងកសិករជូតក្បាលនឹងក្រមាចម្រុះពណ៌កំពុងបោចស្មៅនិងដាក់ជីក្នុងស្រែយូរម្ដងគេឮសូរចម្រៀងប្រជាប្រិយយ៉ាងពិរោះលន្លង់លន់លោចគ្មានអ្វីគួរឲ្យចង់គយគន់ជាងទេសភាពវាលស្រែដ៏ស្រស់ត្រកាលនារដូវវស្សានេះឡើយបាទឥឡូវអំណានរបស់យើងបានបញ្ចប់ហើយកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីពីលោកគ្រូ